ថ្ងៃនេះមករំលឹកអនុស្សាវរីយ៍វិជ្ជនំសមបាទអញ្ចឹងការវិជ្ជនំសមនេះមិនមែនជាលើកទី1របស់ខ្ញុំទេប៉ុន្តែក៏ខានវិជ្ជវាយូរហើយតាំងពីយើងនៅកុមារយើងនៅស្វៀលគោហើយការវិជ្ជនំសមបែបនេះគឺយើងវិជ្ជជាញយហើយកាលនៅក្មេងៗអញ្ចឹងសឹងរាល់ថ្ងៃព្រោះខ្ញុំជាក្មេងដែលនៅស្រុកស្រែហើយយើងធ្វើនំលក់ជាមួយនឹងម្ដាយហ្នឹងតាំងពីយើងដឹងក្តីមកគឺម៉ែរបស់ខ្ញុំនេះគឺគាត់ធ្វើនំលក់ស្គាល់តែការដើរលក់នំតាមភូមិមួយទៅភូមិមួយដើម្បីយកលុយហ្នឹងមករៀនសូត្រនៅផ្គត់ផ្គង់គ្រួសារហើយមិនមែនតែខ្ញុំម្នាក់ឯងទេបាទបងប្អូនខ្ញុំក៏ធ្វើដែរហើយយើងរួមគ្នាធ្វើទាំងអស់មិនមែនចំនុំសមួយទេបាទខ្ញុំលក់សឹងគ្រប់អស់ទៅហើយកាលនៅក្មេងៗអញ្ចឹងណាមាននំចាក់នំសមនំត្នោតមានលតមានបង្អែមមានលក់ឈូកយើងដាំឈូកលក់ទៀតអញ្ចឹងកាលនៅកុមារហ្នឹងគឺយើងធ្វើតែបែបហ្នឹងហើយដូចជាទៅស៊ីឈ្នួលច្រូតស្រូវភ្ជួរស្រែអីហ្នឹងគឺកាលពីកុមារយើងបានធ្វើអស់ទៅហើយបច្ចុប្បន្ននេះយើងនៅសល់តែអនុស្សាវរីយ៍ទេអញ្ចឹងការវិជ្ជសមនេះគឺជាការរំលឹកអនុស្សាវរីយ៍ដែលយើងមិនធ្លាប់បានធ្វើបច្ចុប្បន្នទេអញ្ចឹងម្ដងមកកាលយើងបានវិជ្ជសមបែបនេះដូចរំលឹកយើងកាលពីនៅក្មេងអញ្ចឹងណាមានអីមួយយ៉ាងដែរតើមកម៉ែបងប្អូនដែលធ្លាប់ធ្វើបែបហ្នឹងគឺប្រហែលជានឹកដល់ស្រុកកំណើតឬក៏នឹកដល់អនុស្សាវរីយ៍នៅក្មេងៗដូចជាខ្ញុំដែរហើយមើលទៅចឹងការធ្វើនំបែបនេះទី1គឺធ្វើឲ្យយើងនឹកអនុស្សាវរីយ៍ដែលធ្លាប់តែធ្វើជាមួយនឹងម្ដាយឬក៏តាយាយនៅស្រុកនៅអ្នកភូមិអ្នកអីចឹងណាអញ្ចឹងថ្ងៃនេះគឺខ្ញុំសប្បាយចិត្តណាស់ដែលបានធ្វើបែបនេះជាមួយនឹងម្ដាយរបស់ខ្ញុំហើយក៏ជាអនុស្សាវរីយ៍ដែលចងចាំទុកមិនឲ្យបំភ្លេចមិនអាចបំភ្លេចវាបានទេបាទកាលដែលយើងបានធ្វើរឿងអ្វីមួយដែលយើងធ្លាប់ធ្វើកាលនៅកុមារភាពយើងតែងតែនឹកឃើញថាកាលយើងនៅតូចសប្បាយតែឥឡូវយើងមានការគិតច្រើនគិតពីគ្រួសារគិតពីការអនាគតច្រើនតែនៅក្មេងៗមិនដែលគិតទេរឿងអនាគតណាទុកឲ្យអនាគតវាគិតខ្លួនឯងអញ្ចឹងហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះរហូតដល់ចប់ដែលចង់ក្រោយគ្មានន័យអីសោះ